ស្ត្រីម្នាក់កំពុងរើសចង្កេះស្រាប់តែនាងសម្គាល់ឃើញមិត្តល្អបំផុតរបស់នាងកំពុងត្រដុសជើងរបស់នាងទៅនឹងជើងស្វាមីរបស់នារីនោះនៅក្រោមតុស្ត្រីនោះបានសន្មត់ភ្លាមថាពួកគេប្រហែលជាមានទំនាក់ទំនងសម្ងាត់នៅពីក្រោយខ្នងរបស់នាងប៉ុន្តែមួយវិនាទីបន្ទាប់ស្វាមីរបស់នាងបាននិយាយថាអូនសម្លាញ់ខ្ញុំមិនគិតថាវាងាយស្រួលសម្រាប់យ៉ាងយីនីនិងស៊ូយ៉ានក្នុងការរស់នៅទីនេះទេហេតុអ្វីយើងមិនជួលកន្លែងផ្សេងឲ្យពួកគេស្ត្រីនោះឆ្លើយថាមិនចាំបាច់ឆ្លងកាត់បញ្ហាទាំងអស់នោះទេវីឡារបស់យើងធំល្មមវានឹងកាន់តែរស់រវើកប្រសិនបើមនុស្សគ្រប់គ្នានៅជាមួយគ្នាបន្ទាប់ពីនិយាយដូច្នោះរួចនាងបានជំរុញឲ្យស្វាមីរបស់នាងចេញទៅធ្វើការដោយអះអាងថានាងមានរឿងក្រុមហ៊ុនដែលត្រូវដោះស្រាយពេលពួកគេចាក់ចេញនាងចង់សួរគាត់អំពីអ្វីដែលបានកើតឡើងប៉ុន្តែពាក្យទាំងនោះមិនដែលបាននៅចេញមកទេផ្ទុយទៅវិញនាងបានសម្រេចចិត្តស៊ើបអង្កេតទំនាក់ទំនងរបស់ពួកគេដោយស្ងៀមស្ងាត់ដោយខ្លួនឯងនាងធ្វើពុតជាភ្លេចរបស់អ្វីមួយនៅផ្ទះហើយប្រាប់ប្តីរបស់នាងឲ្យទៅការិយាល័យមុនប៉ុន្តែពេលនាងត្រឡប់មកវិញនាងបានលើការសន្ទនារវាងមិត្តល្អបំផុតរបស់នាងនិងម្ដាយរបស់មិត្តនោះគុំនិយាយវាសំបីតែបន្តិចគូស៊ីវិជីងជន់ពៀវនោះយកមិញខ្ញុំស្ទើរតែបោះខ្លួនឯងទៅលើគាត់ហើយគាត់នៅតែបដិសេធខ្ញុំពេលលើដូច្នេះស្ត្រីនោះបានដឹងថានាងបានយល់ច្រឡំប្តីរបស់នាងមិត្តល្អបំផុតរបស់នាងបានព្យាយាមលួងលោមគាត់ដោយលួចលាក់ដើម្បីជំនួសនាងជាអ្នកស្រីគូដែលជាអ្នកមានជាសំណាងល្អស្វាមីរបស់នាងបានទប់ទល់នឹងការលបួងនេះគាត់មិនត្រឹមតែបដិសេធមិត្តនោះទេប៉ុន្តែគាត់ក៏បានចំអកឲ្យនាងផងដែរដោយនិយាយថានាងមិនស័ក្តិសមនឹងកាន់ស្បែកជើងប្រពន្ធរបស់គាត់ឡើយភ្លាមនោះស្ត្រីនោះបានលើផែនការដ៏អាក្រក់ជាងនេះទៅទៀតមិត្តភក្តិនោះមានបំណងចង់មានផ្ទៃពោះជាមួយកូនរបស់ស្វាមីហើយបន្ទាប់មកបណ្ដេញស្ត្រីនោះចេញនៅពេលដែលនាងក្លាយជាភរិយារបស់នាយកប្រតិបត្តិនាងនិងម្ដាយរបស់នាងនឹងក្លាយជាអ្នកកំណត់រឿងនៅក្នុងគ្រួសារអ្វីដែលពួកគេមិនបានដឹងនោះគឺថាស្ត្រីនោះបានរៀបគម្រោងការទាំងមូលរបស់ពួកគេនាងបានទទួលយកពួកគេដោយសប្បុរសប៉ុន្តែពួកគេកំពុងរៀបចំផែនការប្រឆាំងនឹងនាងវិញនៅយប់នោះបន្ទាប់ពីស្ត្រីនោះហាក់ដូចជាងួយគេងមិត្តភក្តិនោះបានលួចចូលទៅក្នុងបន្ទប់គេងរបស់គូស្នេហ៍នោះដោយស្ងាត់នាងបានរើកាយក្នុងធុងសម្រាមហើយបានរកឃើញស្រោមអនាម័យដែលប្រើរួចរួចក៏ចាក់ចេញដោយជោគជ័យពេលនាងចេញទៅភ្លាមស្ត្រីនោះក៏អង្គុយលើគ្រែបន្ទាប់ពីដឹងពីផែនការរបស់មិត្តភក្តិនាងបានរៀបចំទុកជាមុនរួចហើយសម្រាប់មិត្តភក្តិនោះដើម្បីទទួលបានអ្វីដែលនាងចង់បាននាងបានបដិញ្ញាចិត្តថានឹងធ្វើឲ្យនាងសង្សឹកចំពោះទង្វើរបស់នាងស្ត្រីរូបនោះបានទៅបន្ទប់ទទួលភ្ញៀវដោយសម្ងាត់ហើយបានឃើញមិត្តភក្តិបង្ហាញវត្ថុនោះដោយមោទនភាពដល់ម្ដាយរបស់នាងមិត្តភក្តិរូបនោះបាននិយាយថានាងនឹងទៅមន្ទីរពេទ្យភ្លាមហើយថានៅពេលដែលនាងមានផ្ទៃពោះកូនក្នុងគ្រួសារយ៉ាពួកគេអាចមានអ្វីដែលពួកគេចង់បាននាងចង់ឲ្យស្ត្រីនោះជួបប្រទះនឹងអារម្មណ៍នៃការត្រូវបានជន់ឈ្លីនៅក្រោមជើងពិតណាស់មួយខែក្រោយមកមិត្តភក្តិនោះមានផ្ទៃពោះហើយត្រូវបានគេប្រាប់ថានាងកំពុងមានផ្ទៃពោះកូនប្រុសដែលមានសុខភាពល្អម្ដាយរបស់នាងមានសេចក្តីរីករាយជាខ្លាំងនេះគឺជាចៅប្រុសច្បងរបស់គ្រួសារគូជាមួយកូនម្នាក់នេះទ្រព្យសម្បត្តិទាំងអស់នាពេលអនាគតរបស់គ្រួសារគូនឹងជាកម្មសិទ្ធិរបស់យើងបន្ទាប់មកពួកគេបានយកអបាយការធ្វើតេស្តមានផ្ទៃពោះហើយត្រឡប់ទៅគ្រួសារគូវិញប្តីមានការងឿងឆ្ងល់ទាំងស្រុងហើយមិនដឹងថាមានរឿងអ្វីកើតឡើងទេស្ត្រីនោះធ្វើពុតជាភ្ញាក់ផ្អើលហើយសួរយ៉ាងម៉ឺងម៉ាត់ថាមិត្តភក្តិនោះកំពុងមានផ្ទៃពោះកូនរបស់អ្នកណាប្តីមិនយល់ថាមិត្តភក្តិនោះចង់បញ្ជាក់អ្វីទេនាងមានផ្ទៃពោះតើនោះមានទំនាក់ទំនងអ្វីជាមួយគាត់មិត្តភក្តិរបស់នាងព្រួយបារម្ភថាប្រសិនបើនាងបង្ហាញការពិតលឿនពេកពួកគេអាចបង្ខំនាងឲ្យរំលូតកូននោះនិងបំផ្លាញអ្វីទាំងអស់ដោយសារតែនាងអាចបង្ហាញការពិតបានបន្ទាប់ពីទារកកើតមកនាងបានផ្លាស់ប្ដូររឿងរ៉ាវរបស់នាងយ៉ាងឆាប់រហ័សនាងបានអះអាងថាចាប់តាំងពីនាងមានផ្ទៃពោះខណៈពេលកំពុងស្នាក់នៅក្នុងផ្ទះរបស់ពួកគេគួរតែទទួលខុសត្រូវក្នុងការថែទាំនាងថែមទាំងទាមទារការចំណាយលើការរស់នៅការថែទាំមុនសម្រាលនិងការការពារនិងការព្យាបាលដ៏ល្អបំផុតទៀតផងស្ត្រីនោះគិតក្នុងចិត្តថាស៊ូយេនអ្នកល្ងងជាងអ្វីដែលខ្ញុំស្រមៃទៅទៀតខ្ញុំទន្ទឹងរង់ចាំមើលថាអ្នកនឹងធ្វើអ្វីនៅពេលដែលអ្នកដឹងថាទារកដែលអ្នកកំពុងមានផ្ទៃពោះមិនមែនជាទារកដែលអ្នកគិតនោះទេស្វាមីនិយាយមិនចេញគាត់មិនអាចយល់បានទេថាហេតុអ្វីបានជាមិត្តភក្តិដែលមានផ្ទៃពោះពីនរណាម្នាក់ដែលនាងកំពុងណាត់ជួបបន្ទូចឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេដើម្បីមានផ្ទៃពោះគាត់ចង់បណ្ដេញពួកគេចេញភ្លាមប៉ុន្តែស្ត្រីនោះបាននិយាយថានាងនិងមិត្តភក្តិនោះដូចជាបងប្អូនស្រីនាងសុខចិត្តអនុញ្ញាតឲ្យនាងស្នាក់នៅហើយថែមទាំងជួលអ្នកមើលថែក្មេងថ្លៃបំផុតឲ្យមើលថែនាងទៀតផងមិត្តភក្តិនោះមានការរីករាយយ៉ាងខ្លាំងមិនយូរប៉ុន្មានស្ត្រីនោះនិងស្វាមីរបស់នាងបានចាក់ចេញទៅធ្វើជំនួញនៅក្រៅប្រទេសហើយអ្នកមើលថែក្មេងអាជីពម្នាក់បានផ្លាស់មករស់នៅក្នុងផ្ទះនោះចាប់ពីពេលនោះមកមិត្តភក្តិនោះបានប្រព្រឹត្តដូចជាអ្នកគ្រប់គ្រងផ្ទះនាងតែងតែស្រែកដាក់អ្នកមើលក្មេងរបស់